ở phục nẹ miên ban thì dây tha nẹ cro thuê ca nghĩa đầm bầy lùi trong này nẹ miên cứ dọc lối tới bằng cát lùi rư pra lối ở thuê ca nghĩa đầm bầy khuôn vinh hay át tần này này ca thuê ca nghĩa đầm bầy lối dương ban đăng ấy cứ dương tới thuê ca nghĩa rư có tờ xí bê ban lối chân anh máu dương do lối túc rư có dương do lối nâng trái đại vi ắt cát lùi nẹ class sân xóm chẳng thà vô thà năng việc càn lùiการการประติติบัสันเจตซอมในตัวนี้กี่ให้เวก็มันแมนจีวิธีฉลาดไว้ในโครงการบังการลอยได้ให้อัตในการบังการลอยก็มันโดยชนได้ให้ประสิทธิ์ใบยังยกลอยแต่เต็งบอบเซงได้สมใบแต่ทาติงเตะได้มันล้างทลายหรือล้างทลายยูได้มันสามารถนั่งตึกประได้ยังเต็งเปเวลได้ยังวิญโยกก็อดบ้านสึกได้ทาปลาลอยโดยเพียบไว้ฉลาดได้การได้ยังตอโรลอยหมอกบ้านมันทาแต่เถื่อกาบ้านลอยเมาหรือก็ตอโรซีโดยคลุนไอ้บ้านลอยเมาหรือก็เนี่ยนาเอาลอยก็ได้หรือก็เฟื่องมุกจุ่มนวลเอฟเซนเซนก็ได้แต่บ้านลอยเมาหายังโยลอยนั่งอ่ะแต่ปลาปลาดำใบบังการลอยบันทามเตี้ยเติบเกี่ยหาวท้ายปลาลอยไอเถื่อกาอุติหาที่มวยยังโยลอยแต่จูลมนุษย์มาเถื่อกาเงี้ยยังลุตามออนไลน์ยังดามบรรลัยบังการยังลุกาแฟยังลุบกละห้องลุใบชาหรือยังจูดบกเล็กเถื่อกาในขนมกรมพลរបស់យើងនេះក៏គេហៅថាប្រើលុយឲ្យធ្វើការងារផលិតលុយដែរឧទាហរណ៍ទី2ថាបើយើងយកលុយទៅទិញដីឬទិញផ្ទះហើយកែច្នៃដីនឹងផ្ទះនឹងអាចរកចំណូលបានលើពីការចំណាយដូចជាទិញផ្ទះមកបំបែកទៅជាផ្ទះជួលច្នៃទៅជាផ្ទះជួលឬទិញដីមកជួលបន្តទៀតឬទិញដីមកបំបែកលក់ឬទិញដីមកបង្កើតអ្វីមួយនៅលើដីនឹងដែលអាចរកចំណូលបានអាហ្នឹងក៏ជាការប្រើលុយឲ្យធ្វើការងារឬក៏ប្រើលុយទៅបង្កើតលុយដែរហើយមិនចាំបាច់ទាល់តែយើងយកលុយទៅទិញផ្ទះឬទិញដីយកមកកែច្នៃឲ្យរកចំណូលបានទេសូម្បីតែយើងយកលុយទៅជួលផ្ទះឬក៏ជួលដីហើយយកមកកែច្នៃឲ្យបានថ្លៃជាងការជួលឧទាហរណ៍ថាបើយើងជួលផ្ទះមួយខែ$1000ហើយយើងវាយទៅជាបន្ទប់ជួលបាន$2000អាហ្នឹងក៏ជាការប្រើលុយទៅបង្កើតលុយដែរយើងជួលដីមួយខែ$1000ហើយយើងធ្វើទៅជា business center រកបានមួយខែ$5000អាហ្នឹងក៏ជាការប្រើលុយទៅបង្កើតលុយដែរទី3ដូចជាប្រភេទចលនាទ្រព្យផ្សេងការទិញម៉ូតូការទិញឡានការទិញរទេះឬក៏ការទិញរបស់របរអ្វីមួយហើយយកមកធ្វើអាជីវកម្មឬក៏ជួលទៅឲ្យបុគ្គលជួលទៅឲ្យក្រុមហ៊ុនផ្សេងបានប្រាក់ឈ្នួលមកថ្លៃឬក៏ច្រើនជាងការចំណាយរបស់យើងនោះអាហ្នឹងក៏គេហៅថាការបង្កើតលុយដែរគឺប្រើលុយទៅបង្កើតលុយទី4ការទិញសត្វបង្កើតលុយទិញសត្វយកមកចិញ្ចឹមហើយលក់វិញណាឧទាហរណ៍ថាទិញគោយកមកចិញ្ចឹមហើយលក់វិញទិញគោយកមកចិញ្ចឹមឲ្យវាកើតកូនហើយលក់វិញក៏បានទិញមាន់យកមកចិញ្ចឹមយកមកភ្ញាស់ហើយលក់វិញតែកុំទិញមាន់ជុលយកជុលអាហ្នឹងទៅជាលបែងវិញបើសិនជាយើងទិញមាន់ជុលយកមកបង្កាត់ឲ្យលក់អាហ្នឹងទៅជាវិធីប្រើលុយដែរប្រើលុយទៅបង្កើតលុយត្រីក្រឹមបើយើងទិញត្រីក្រឹមយកមកជុលអាហ្នឹងលបែងហើយកំពុងធ្វើអន្តរាយហើយប៉ុន្តែបើយើងទិញត្រីក្រឹមមកបង្កាត់លក់ភ្ញាស់វាលក់ឆ្កែបៀហ្សេបើយើងទិញឆ្កែបៀហ្សេមកចិញ្ចឹមខណៈពេលដែលយើងមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ចំណូលទៀងទាត់អាហ្នឹងក៏ជាការទិញបំណុលដែរបើយើងទិញឆ្កែបៀហ្សេយកមកបង្កាត់វាហើយលក់ហ្នឹងក៏ជាការប្រើលុយទៅបង្កើតលុយដែរអញ្ចឹងសត្វទាំងឡាយដែលយើងអាចយកមកភ្ញាស់យកមកបង្កើតវាបានតាមផ្លូវច្បាប់សិក្សាផងណាពីព្រោះថាតាមផ្លូវច្បាប់សត្វខ្លះអត់អាចចិញ្ចឹមបានទេខុសច្បាប់អញ្ចឹងឲ្យសិក្សាផ្លូវច្បាប់ឲ្យបានត្រឹមត្រូវសិនទី6ប្រភេទដើមឈើឧទាហរណ៍ថាយើងជួលដីឲ្យដាំដើមឈើឬក៏យើងទិញដីឲ្យដាំដើមឈើឬក៏យើងមានដីឪពុកម្ដាយរបស់យើងហើយយើងទិញដើមឈើមកដាំស្វាយចន្ទីដើមឫស្សីដើមឈើហូបផ្លែឬក៏បន្លែជាដើមក៏មានន័យថាយើងកំពុងតែប្រើលុយទៅបង្កើតលុយផងដែរពីព្រោះដើមឈើនិងរុក្ខជាតិទាំងអស់នោះវាប្រៀបដូចជាម៉ាស៊ីនផលិតលុយអញ្ចឹងវាបឺតបូមសារធាតុចិញ្ចឹមពីដីហាក់បីដូចជារ៉ែមាសដែលយើងមានដើមឈើនឹងជាម៉ាស៊ីនចម្រាញ់មាសពីដីផលិតទៅជាបន្លែផ្លែឈើដើមឈើឬជ័រដែលយើងអាចលក់ទៅបានលុយនោះក៏ជាការប្រើលុយបង្កើតលុយផងដែរទី6ការទិញអ្វីដែលជាតម្រូវការសម្រាប់ឲ្យវាឡើងថ្លៃហើយយើងលក់វិញមិនថាជាមាសមិនថាជាប្រាក់មិនថាជាស្ពាន់មិនថាជាដែកមិនថាជាខ្លាញ់មិនថាជាប្រេងឬមិនថាជាបានបំណុលផ្សេងដែលយើងទិញ
នៅពេលដែលវាថោកពេលដែលរបស់ទាំងអស់នោះវានៅតម្លៃថោកឬវាចុះតម្លៃថោកយើងទិញបន្ទាប់ពីការទិញហើយតម្រូវការវាមានវាឡើងថ្លៃអញ្ចឹងយើងលក់ទៅវិញអាហ្នឹងក៏គេហៅថាប្រើលុយបង្កើតលុយផងដែរទី7ការទិញបានភាគហ៊ុនឬក៏ការទិញហ៊ុនក្រុមហ៊ុនណាដែលអាចនឹងកើនថ្លៃឬអាចនឹងចំណេញច្រើនយើងអាចទិញភាគហ៊ុននៃក្រុមហ៊ុននោះដើម្បីទុកចំណេញមួយទៀតយើងអាចដើរតួជាអ្នកវិនិយោគឃើញគម្រោងណាល្អឃើញមនុស្សណាមានសមត្ថភាពប៉ាកែយើងដាក់លុយឲ្យគេធ្វើដាក់លុយឲ្យគេរកស៊ីឬក៏យើងទិញភាគហ៊ុននៃអាជីវកម្មឬក៏មុខរបររបស់គេនឹងទៅក៏គេហៅថាការប្រើលុយទៅបង្កើតលុយដែរទី8ការដែលយើងបើកក្រុមហ៊ុនឬក៏បើកអាជីវកម្មឬក៏បើកមុខរបរដែលអាចរកប្រាក់ចំណូលបានដែលយើងធ្វើខ្លួនឯងក៏បានយើងបង្កើតឲ្យលក់បន្តទៅឲ្យគេក៏បានយើងបង្កើតឲ្យយើងលក់ភាគហ៊ុនខ្លះក៏បានយើងបង្កើតឲ្យយើងជួលគេមកគ្រប់គ្រងឬក៏ជួលគេមកធ្វើជាបុគ្គលិកក៏បានក៏គេហៅថាជាការប្រើលុយដើម្បីបង្កើតលុយផងដែរដូច្នេះមានវិធីជាច្រើនដែលយើងអាចប្រើលុយដែលយើងមានតិចតួចក្តីមធ្យមក្តីច្រើនក្តីហើយសម្លឹងមើលឱកាសជុំវិញខ្លួនយើងដែលយើងអាចដាក់លុយទៅវាធ្វើឲ្យកើតនៅផលប្រយោជន៍ថ្មីឬចំណេញនោះគេហៅថាការប្រើលុយទៅបង្កើតលុយបើសិនជាយើងបានលុយហើយមានលុយហើយទុកឲ្យលុយនឹងទំនេរចោលឬក៏ទៅទិញរបស់របរទាំងឡាយណាដែលអត់កើនថ្លៃឬវាចុះថ្លៃទៀតឬក៏គ្រាន់តែយកលុយទៅផ្ញើធនាគារដែលកើនការប្រាក់តិចតួចទាំងនេះក៏គេមិនចាត់ទុកថាជាការប្រើលុយទៅបង្កើតលុយដែរការយកលុយមកធ្វើអ្វីក៏ដោយឲ្យតែបានកើតចំណេញនោះហៅថាការប្រើលុយបង្កើតលុយ